សួស្តីកូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី34ការលក់ដូរអំណានចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរបាទឥឡូវកូនទាំងអស់គ្នាពិនិត្យមើលរូបភាពនេះជារូបភាពនៅឯទីផ្សារគេលក់ដូរចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាចុច Subscribe ចុចញ៉ាកណ្ដឹងដើម្បីទទួលបាននៅអត្ថបទអំណានថ្មីពីលោកគ្រូអញ្ចឹងដើម្បីនេះកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទអំណានទាំងអស់គ្នាជាមួយលោកគ្រូតោះចាប់ផ្ដើមព្រឹកនេះសុភីទំនេរនាងបានឆ្លៀតពេលទៅជួយម្ដាយលក់ដូរនៅឯផ្សារសុភីនិងម្ដាយក្រោកពីនិន្ទ្រាតាំងពីព្រលឹមអុលរៀបចំបន្លែត្រីសាច់និងគ្រឿងទេសដាក់លើរទេះដើម្បីយកទៅលក់ពេលមកដល់ផ្សារសុភីស្ទុះស្ទាជួយរើអីវ៉ាន់ពីរទេះដាក់លក់លើតូបនៅក្នុងផ្សារមានមនុស្សច្រើនកុះករស្លៀកពាក់ស្អាតបាតខ្លះដើរទិញម្ហូបអាហារប្រចាំថ្ងៃខ្លះដើរទិញអីវ៉ាន់ប្រើប្រាស់ផ្សេងសុភីមានទឹកមុខញញឹមញញែមអញ្ជើញភ្ញៀវចូលទិញព្រមទាំងយកជំនាញគិតលេខដែលបានរៀនមកអនុវត្តតាំងពីព្រលឹមដល់ល្ងាចសុភីនិងម្ដាយមមាញឹកនឹងការលក់ដូរដោយមានភ្ញៀវចូលទិញជាហូរហែអ្នកភូមិប្រុសស្រីចូលចិត្តទិញអីវ៉ាន់មីងសឿនណាស់ព្រោះគាត់លក់តម្លៃថោកសមល្មមការប្រកបរបរលក់ដូរធ្វើឲ្យគ្រួសារមីងសឿនមានជីវភាពសមរម្យបាទបន្ទាប់ពីកូនបានអានជាមួយលោកគ្រូមកកូនទាំងអស់គ្នាបើពុំទាន់បានអានស្ទាត់ជំនាញនិងចេះស្ទាត់ទេកូនចាក់សារឡើងវិញរួចអានជាមួយលោកគ្រូទាំងអស់គ្នាម្ដងទៀតហើយកូនអានឲ្យបានច្រើនដងច្រើនសារដើម្បីឆាប់ចេះឆាប់ចាំហើយកូនពុំទាន់បានចុច Subscribe គួរចុច Subscribe ចុចញ៉ាកណ្ដឹងដើម្បីទទួលបាននៅមេរៀនអំណានថ្មីពីលោកគ្រូ